បាទសួស្តីបងប្អូនអរគ្នាបាទនៅក្នុងវីដេអូខ្លីមួយនេះយើងមកមើលតាក់ទងជាមួយនឹងការអាប់ដេតបាទទៅលើ Markdown tool របស់យើងឥឡូវយើងអាប់ដេតដល់ 6.4 ហើយបាទបងប្អូនអាចធ្វើការ download file អាប់ដេតថ្មីបាទនៅក្នុង channel មេរៀនរបស់យើងណាបងប្អូនថ្មីបងប្អូនអាចឆាតមកសួរ supporter បានដើម្បីទទួលបាន file អាប់ដេតថ្មីអូខេអញ្ចឹងទៅលើ version នេះយើងបានអាប់ដេតតាក់ទងជាមួយនឹង Instagram ម្ដងនេះគឺ professional មែនតើដែលយើងមានតាក់ទងមួយការ download ទាំង album រូបភាពជាមួយនឹង rel លក្ខណៈ unlimited បានន័យថា account របស់ពួកគាត់ដែលយើងបាន subscribe និង download មកហ្នឹងគឺអត់កំណត់ទេមានន័យថាគាត់មាន content ប្រមាណនៅក្នុង IG របស់គាត់ឧទាហរណ៍ថាគាត់ម្នាក់នេះនៅក្នុងនេះគាត់មាន4 post អីចឹងទៅអញ្ចឹងយកមកទាំងអស់អញ្ចឹងសាក់រនអ្នកផ្សេងថាដូចគាត់នេះអញ្ចឹងគាត់មាន800 post អញ្ចឹងគឺយើង download យកមកទាំងអស់ទាំងរូបភាពទាំងវីដេអូមកចប់ឲ្យហ្មងអញ្ចឹងណាបាទហើយមិនចាំបាច់ធ្វើការ copy link ឬក៏ download extension សម្រាប់ subscribe link ទាំងអស់នេះទេបងប្អូន copy តែបាទ link ខាងលើនេះមួយគឺរួចរាល់ជាស្រេចតែម្ដងអញ្ចឹងយើងមើលបន្ថែមទៀតតាក់ទងមួយចំណុចទី2ទៅលើការ auto improve ចាប់ caption បាទ caption ទៅលើ Instagram content ទាំង rel ទាំងរូបភាពអញ្ចឹងណាឧទាហរណ៍ថានៅក្នុងនេះគាត់មាន caption របស់គាត់នេះ caption គាត់តែប៉ុណ្្នេះទេអញ្ចឹងយើងចាប់ caption នឹងមកដើម្បីបញ្ចូលទៅក្នុង file របស់យើងអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាអ្នកខ្លះគាត់សរសេរ caption ច្រើនមែនតើឥឡូវយើងចូលមើលនៅក្នុងនេះឧទាហរណ៍ថាគាត់នេះគាត់សរសេរ caption ច្រើនចេះអញ្ចឹង caption ហ្នឹងយើងអាចដាក់ជា file បានទេប៉ុន្តែយើងមានកម្មវិធីបន្ថែមដែលឲ្យបងប្អូនអាច auto ចាប់ caption ដែលសំខាន់ចូលមកកាន់ file របស់យើងអូខេឥឡូវយើងចូលមកការងារជាក់ស្ដែងអញ្ចឹងនេះជា file update ថ្មីជូនបងប្អូន download រដងបងប្អូន download ហើយបាទអញ្ចឹងបងប្អូន download ហើយបងប្អូននឹងទទួលបាន file zip អញ្ចឹងបងប្អូនគ្រាន់តែ extract file zip ហ្នឹងបងប្អូនយកទៅដាក់នៅក្នុង file ដែលបងប្អូនបាន add exclusion folder ហើយណាអញ្ចឹងបងប្អូនបានយល់ហើយអញ្ចឹងគ្រាន់តែ extract មកគឺបាន file ទាំងអស់ហ្នឹងបាទអញ្ចឹងបន្តមកទៀតបងប្អូនចូលមកខាងកន្លែង update សិនណា folder update នេះបាទចូលឲ្យ folder update បងប្អូន click នៅលើនេះបើកវាកន្លែង file ឈ្មោះថា setup tool click បើកចឹងមកបងប្អូនឲ្យវា set up ទៅលើកម្មវិធីយើងមួយផ្លែទៅដើម្បីបានទៅលើការ update ថ្មីអញ្ចឹងណាថាមួយផ្លែទេបាទរួចរាល់ពេលរួចគេដាក់ដានឡើយនេះពេលដាននេះបងប្អូនខ្វាយមកជំហានបន្តបងប្អូនត្រឡប់មកវិញបងប្អូនចូលមកកាន់ Instagram តែម្ដងដោយសារយើងបាន update Instagram ណាចឹងនៅក្នុង Instagram folder យើងមាន file ប៉ុណ្ណឹងណាអញ្ចឹងឥឡូវយើងចូល file សំខាន់គឺ Mark Insta នេះបងប្អូនចុចបើកមកអញ្ចឹងពេលបងប្អូនចុចបើកគឺវាមានលុតផ្ទាំងខ្មៅនេះមួយហើយនឹងផ្ទាំងនេះមួយអញ្ចឹងផ្ទាំងខ្មៅនេះយើងមិនបិទទេណាកុំខ្វាយមកបងប្អូនខ្វាយវានឹងបិទកម្មវិធីនេះដែរអញ្ចឹងគ្រាន់តែយើងទុកវាក្រោយអញ្ចឹងទៅហើយយើងប្រើតែកម្មវិធីនេះទេអញ្ចឹងខ្ញុំ overview បន្តិចតើតើមួយមុខងារទាំងអស់នេះគឺងាយស្រួលមែនតើព្រោះយើងឲ្យកម្មវិធី auto ចាប់ tick ទាំងអស់ខ្លួនឯងឲ្យអស់ហើយអញ្ចឹងណាអញ្ចឹងជំហានទី1គឺបងប្អូនគ្រាន់តែដាក់ cookie នៅក្នុងនេះបាទអញ្ចឹងដើម្បីរក cookie នេះបានបងប្អូនចូលមកកាន់កន្លែងនេះសិននេះ readme បងប្អូនបើក readme បន្តិចមកចឹងនៅក្នុង readme គឺបន្តិចទេបាទបងប្អូនអាច copy link ដើម្បី download extension នេះក៏បានដែរឬក៏បងប្អូនអាច search នៅក្នុង Google Chrome ឥឡូវខ្ញុំ copy ខ្ញុំបើក file មួយខ្ញុំផាសហើយខ្ញុំ enter អូខេអញ្ចឹងនៅក្នុងនេះ extension ឈ្មោះថា get cookie locally ចុះបងប្អូនបើសិនអត់ចង់ copy ចេះទេបងប្អូនអាចចូលមកកន្លែង tray 3នេះហើយយើងរក extension របស់យើងនេះ extension មិន extension ហើយយើងចុចកន្លែងក្រុមនេះមកយើងវាយពាក្យថា cookie នេះបងប្អូនវាយ cookie ហើយបងប្អូននឹងឃើញនេះវាយ enter ចាំតិច cookie cookie locally នេះមួយបាទអញ្ចឹងបងប្អូន install មកណាគ្រាន់ចុច install មកពេល install រួចគឺវានឹង load មកកន្លែងនេះអញ្ចឹងពេល install ហើយវា load ឡើង remove ចេះហើយអញ្ចឹងបងប្អូន install ឲ្យហើយទៅinstall ហើយនេះពេលវា load មកត្រឹមនេះអញ្ចឹងបងប្អូនចុចអានេះមកដើម្បីវាបើកអញ្ចឹងណាបាទអញ្ចឹងយើងសន្មតថាយើង install រួចហើយអញ្ចឹងបងប្អូនអាចចូលមកកាន់ account សំខាន់ account របស់យើងបាន lock ដែរណាខ្ញុំភ្លេចប្រាប់អញ្ចឹងបងប្អូនត្រូវ lock account Instagram មួយនៅក្នុងនោះហើយ account ទៀតសោតកុំយក account ណាដែលជា account ផ្លូវការរបស់យើងណាយក account ណាដែលយើងបង្កើតថ្មីឬក៏ account ដែលអត់ចាំបាច់យើងអាចយកមកប្រើការព្រោះពេលខ្លះយើង down មួយ cookie វាអាចខូច account នេះដែរ
តែភាគរយតិចតួចបើយើងប្រើចេះរបៀបប្រើគឺអត់ខូចទេនេះខ្ញុំបញ្ជាក់ណាអញ្ចឹងកុំដាក់ account ដែលសំខាន់ដាក់ account ណាដែលអត់សូវសំខាន់យកមកដាក់ប្រើប្រាស់បានអូខេអញ្ចឹងឥឡូវយើងចូលមកពេលបងប្អូន lock account ចឹងហើយបងប្អូនចូលមក download មកឥឡូវខ្ញុំឧទាហរណ៍ថា download គាត់នេះចុះយើងចូលមកហើយបន្ទាប់ពីហ្នឹងយើងចុចកន្លែងនេះមួយឯងបាទចុចមួយមកយើងចុចពាក្យថា copy បាទ copy កន្លែងនេះមួយមកហើយ copy ចឹងហើយបងប្អូនចូលមកបើកកម្មវិធីយើងវិញកម្មវិធីវិញបើកហើយណាអញ្ចឹងកន្លែងនេះបងប្អូនក៏ចុចប៊ូតុង pass នេះក៏បានឬក៏ control V ក៏បានឥឡូវខ្ញុំចុចប៊ូតុង pass មកវា pass cookie ចេះពេល pass ហើយបងប្អូនចុច check cookie check បញ្ចុចតែមួយណាចុចមួយវាจะតាម check ពេលចេញបៃតងមានន័យថា cookie របស់យើងដំណើរការនេះចេញបៃតងចេះចេញបៃតងចឹងអូខេហើយពេលអូខេហើយអត់មានពិបាកទេកន្លែងនេះគឺយើងត្រូវដាក់ username copy ទាំងដលចឹងមកណាបាទ copy ទាំងដលចឹងមកហើយទាំងអស់យើងមាន700ផុសច្រើនណាអញ្ចឹងប្រហែលជាខ្ញុំគ្រាន់តែដាក់តេស្តឲ្យបងប្អូនមើលទេហើយចាំខ្ញុំ download ម្ដងទៀតអានេះខ្ញុំផាសកន្លែងនេះមកណាអញ្ចឹងមុខងារទាំងអស់នេះមិនដែរមុខងារទាំងអស់នេះបងប្អូនមិនសេរីក៏បានដែរចុច start download ហ្មងក៏បានដែរបើន័យថាយើងយកអាកម្រិតភាពច្បាស់របស់វានឹងខ្លាំងសម្រាប់វីដេអូអានេះផ្នែកវីដេអូហើយបងប្អូនអាចរើសបានចង់កម្រិតខ្សោយត្រឹម720 480អីស្រេចចិត្តយើងអាចរើសបានអញ្ចឹងណាតែខ្ញុំអូតូដាក់ប៉ុណ្ណេះហើយកន្លែងនេះម្ដុំខាងរូបភាពបងប្អូននេះយើងយកកម្រិតខ្ពស់បំផុតអានេះយើងអាចរើសមធ្យមបាន medium តែខ្ញុំដាក់អូតូឲ្យអស់ហើយអញ្ចឹងចំណុច tick កន្លែងនេះមានន័យថាបើសិនបងប្អូនចង់ download វីដេអូបងប្អូនវាអូតូ tick កន្លែងនេះហើយអញ្ចឹងមានន័យថា download ទាំងវីដេអូ download ទាំងរូបភាពបើសិនបងប្អូនចង់ download តែវីដេអូទេអត់យករូបភាពយើងដកនេះចេញដកទាំងពីរហ្មងណាដកទាំងពីរយើង download តែវីដេអូទេឥឡូវខ្ញុំដាក់ទាំងពីរដដែលអញ្ចឹងណាយើង download ទាំងរូបភាពទាំងវីដេអូឥឡូវកុំឲ្យខាតពេកយើងចុច download មកចុច download មកបាទអញ្ចឹងពេលចុច download ចុចតែម្ដងទេគឺវាកំពុងចាប់ដើមទាញនេះបាទតិន័យទាញចាប់ដើមទាញទៅ download យើងនេះកំពុង download ហើយអញ្ចឹងបងប្អូនអាចក្លែកមកមើល file ឡើងនេះយើងនេះបង្កើត file មួយ file ឈ្មោះរបស់ username នឹងតែម្ដងបងប្អូនអាចចូលមកបាននេះខ្ញុំបើកធំនេះ download មកហើយបាទអូខេងាយស្រួលមែនតើរបៀបប្រើណាហើយឡងពេល download ខ្ញុំបញ្យល់បន្ថែមទៀតតាក់ទងជាមួយនឹងនេះ top វីដេអូ500នេះហើយនឹង top រូបភាព photo 500នេះអញ្ចឹងនេះបើសិនជាបងប្អូនចង់ TikTok វីដេអូ500មានន័យថាបងប្អូនចង់កំណត់500ក៏បាន100ក៏បាន10ក៏បាន20ក៏បានមានន័យថាយើងយកតែវីដេអូណាដែលជា top វីដេអូក្រោយគេផុសនេះអញ្ចឹងណាអញ្ចឹងយើងចង់យកប៉ុន្មានយក10វីដេអូយើងវាយកន្លែងនេះ10មកអញ្ចឹងណាហើយយើងចុច tick កន្លែងហ្នឹងផងអញ្ចឹងណាយើងវាយក្រោយហ្នឹងមកហើយយើងចាប់ដើម down មកតែប៉ុណ្្នឹងឯងហើយបើសិនបងប្អូនចង់ download វីដេអូហ្នឹងចង់ download មាន thumbnail បាទដូចឧទាហរណ៍ជានេះដូចអ្នកខ្លះគាត់ធ្វើវីដេអូគាត់មាន thumbnail របស់គាត់ណានេះគាត់នេះដូចថាវីដេអូហ្នឹងមិនមែនប្រកាសថា I like to live life ចឹងទេគឺសិតតែគេ design thumbnail ឲ្យបានលោតរូបមកស្អាតអញ្ចឹងណាចុះបងប្អូនចង់បានរូប thumbnail ហ្នឹងបងប្អូន tick កន្លែង download ហ្នឹងដែរណា tick កន្លែង download ទៅឃើញ thumbnail ហើយអញ្ចឹងយើងឃើញថាវីដេអូ download បានច្រើនមែនតើនេះចូល700វីដេអូហើយបាទអញ្ចឹងធ្វើម៉េចយើងដឹងថាវីដេអូយើង down ចប់ឬនៅអញ្ចឹងនៅពេលដែល download ចប់គឺនឹង load ផ្ទាំងមួយថាយើងបាន download complete រួចរាល់អស់ហើយអញ្ចឹងណាអត់ពិបាកទេប៉ុន្តែដោយសារតែវីដេអូនិង content របស់គាត់ហ្នឹងឡើង700អញ្ចឹងយូរអញ្ចឹងខ្ញុំអាចបិទខ្ញុំសុំបិទសិនណាអូខេបិទខ្ញុំធ្វើបន្តទៀតអូខេយើងបិទយើងថយមកកន្លែងមកយើងចូលបើកកម្មវិធីភាសាទៀតអូខេអញ្ចឹងខ្ញុំបង្ហាញបងប្អូនមួយទៀតតាក់ទងជាមួយនឹងការ download complete អញ្ចឹងឧទាហរណ៍គាត់នេះគាត់មានតែ4ផុសហ្នឹងអញ្ចឹងឆាប់ហើយឥឡូវខ្ញុំធ្វើ copy របស់គាត់មកអូអធិស្ឋានយើង copy cookie មួយសិនណាចឹង cookie យើងចុចកន្លែងនេះមកយកពាក្យ cookie ហើយបងប្អូនចុច pass ហើយយើង check អូខេបៃតងហើយយើង copy ចេះមកអូខេខ្ញុំទៅលឿនណាបាទpass ចឹងមកហើយយើងចុចពាក្យ download អញ្ចឹងមុន download យើង check មើលសិនយើងយកទាំងអស់ណាបាទចុច download មកអូខេអញ្ចឹងបងប្អូនលើកបាននេះចាប់ដើម download ហើយនេះអូខេនេះខ្ញុំចង់កន្លែងនេះចង់បង្ហាញកន្លែងនេះណាអញ្ចឹងពេល download ចប់គឺវា load អញ្ចឹងពេល load អញ្ចឹងយើងចុច OK មកបងប្អូនចង់ download អ្នកណាតទៀត profile ណាតទៀតបងប្អូនអាចរកបានឥឡូវខ្ញុំឧទាហរណ៍ខ្ញុំរកមួយទៀតចោះបាទឥឡូវខ្ញុំរកដូចឆ្មានេះអញ្ចឹងអូខេ900ផុសហ៎បាទអញ្ចឹងងាយស្រួលបងប្អូនមិនចាំបាច់ scroll ចេះដើម្បី copy link មួយទេឥឡូវនេះគឺយើង update អូតូហើយអញ្ចឹងណា
បាទអូខេចាឥឡូវខ្ញុំ download ទៀតខ្ញុំ pass ទៀតមកហើយយើងចុច download មកហ្នឹងមានន័យថាយើង download រហូតតអស់content របស់គាត់ណាប៉ុន្តែខ្ញុំចង់ប្រើមុខងារនេះខ្ញុំចង់បង្ហាញបងប្អូនចុចឥឡូវនេះមកហើយយើងដកអានេះវិញណាពេលចុចអានេះយើងដកអានេះវិញអានេះមានន័យថា maximum មានន័យថាវីដេអូប្រហែលគឺយកទាំងអស់រូបភាពប្រហែលយកទាំងអស់នេះខ្ញុំដកចេះមកខ្ញុំដកហើយខ្ញុំយកតែ5ទេខ្ញុំឧទាហរណ៍ខ្ញុំយក top 5ហើយរូបភាពខ្ញុំអត់យកទេខ្ញុំឧទាហរណ៍ថាខ្ញុំអត់យកទាំងអស់ហ្មងអញ្ចឹងណាខ្ញុំយកតែវីដេអូទេឥឡូវយើង start ទាំងអស់គ្នាអូខេនេះខ្ញុំបង្ហាញគ្រប់មុខងារទាំងអស់ហ្មងណាអញ្ចឹងបងប្អូនចេះប្រើគឺអត់ពិបាកទេមើលវីដេអូនេះម្ដងគឺយើងចេះប្រើអូខេនេះរួច5វីដេអូឈ្មោះអីមិញម៉ែវនេះបងប្អូនគេអញ្ចឹងមិញខ្ញុំយកតែ5មកន័យថាវាចាប់5 content អញ្ចឹងនេះបងប្អូនឃើញទេអញ្ចឹងពេលខ្លះវាឲ្យលើស5ទៀតដោយសារយើងមានទាំង thumbnail មានទាំងអីអញ្ចឹងណាពេលខ្លះវា load រូបភាពឲ្យដែរនេះវា auto ឲ្យ thumbnail ដែរទោះបីពេលខ្លះយើងអត់បាន select ឲ្យអញ្ចឹងណាវាចាប់ scene ណាមួយយកតែបើបងប្អូនចង់បាន thumbnail ហ្មងអានេះចុចអានេះផងអញ្ចឹងណាតែប៉ុណ្្នឹងឯងពេលខ្លះយើង download អត់យក thumbnail ប៉ុន្តែវាចាប់ scene នៅក្នុងវីដេអូហ្នឹងតែនឹងមិនជាសំខាន់អីហ្មងទេយើងអាចលុបបានយើងយកតែវីដេអូសុទ្ធមកណា filter ចឹងមកខ្ញុំប្រាប់ក្បាច់ filter យើងធ្វើចឹងមកហើយយើងយកពាក្យថា type ចឹងមកហើយបងប្អូនអត់យករូបភាពលុបរូបភាពចោលលុបចោលមកបងប្អូនអត់យក file នេះលុបចោលតាមនេះមកអញ្ចឹងយើង file ដែលយើងនៅសល់គឺត្រឹមតែវីដេអូទេឥឡូវខ្ញុំធ្វើជាក់ស្ដែងលុបចោលបាទចោលអញ្ចឹងជាក់ស្ដែងយើងមានវីដេអូប៉ុណ្្នឹងឯងនេះ5 1 2 3 4 5អញ្ចឹងត្រូវរបស់គេហើយ5វីដេអូបាទអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់អញ្ចឹងសង្ឃឹមថាការអាប់ដេតលើកនេះអាចជួយបងប្អូនច្រើនតាក់ទងជាមួយនឹង Instagram ប៉ុន្តែខ្ញុំចង់បង្ហាញមួយទៀតចុះតាក់ទងជាមួយនឹងនេះសំតិចតាក់ទងជាមួយនឹងការ rename បង្ហាញតិចទៀតនេះតាក់ទងជាមួយនឹងការ enhance auto នេះអញ្ចឹង enhance ហ្នឹងយើងបើក file rename IG នេះមកបើក file ហ្នឹងហើយបងប្អូនoff folder មកឥឡូវឧទាហរណ៍ folder នេះអញ្ចឹង folder ហ្នឹងគឺបងប្អូនមើល title គឺសិតថ្ងៃខែទាំងអស់អញ្ចឹងយើងគ្រាន់តែទាញមកទាញអានេះមកទាញអាហ្នឹងចូលអញ្ចឹងមកហើយយើង enter មករួចអញ្ចឹងបងប្អូនអាចចូលមកបាននេះចាប់ផ្ដើមចាប់ឈ្មោះអញ្ចឹង file ខ្លះវាស្គាល់ file ខ្លះអត់ស្គាល់នេះឈ្មោះកូរ៉េ title ចំណងជើងមកគាត់ចេះអញ្ចឹងណាចា file ប្រហែលទៀតនេះវាអត់ស្គាល់ហ្នឹងចាត់ទុកថានេះចោះប៉ុន្តែភាគច្រើនគឺវាដើរត្រូវដោយសារតែពេលខ្លះយើងទាញមកវាអត់បានអា file នេះអត់គ្រប់អញ្ចឹងទៅគឺនេះប៉ុន្តែបងប្អូនបើសិនបងប្អូនតេស្តជាមួយនឹង content ច្រើនណាដើរល្អនឹងដូចរបស់គាត់ចេះជាមួយមួយទៀតគេឥឡូវយើងសាកដល់គ្នាគេ enter មកហ្នឹងគឺការកែចំណងជើងនេះបងប្អូនអូខេអញ្ចឹងគឺវាមិនមែនប្រកាសថាចាប់បានទាំងអស់ហ្មងទេព្រោះវាពេលខ្លះនៅក្នុង data របស់ Instagram វាអត់បានឲ្យ caption នេះយើងពេញនេះអញ្ចឹងដល់ពេលបងប្អូនអាចណាដែលប្រើកាតយើងយកមកប្រើមកណានេះអីឃើញអត់រៀបមកស្អាតឲ្យហើយមួយទៀតបងប្អូនអាចកំណត់ title បានទៀតដែលនេះខ្ញុំដាក់180មានន័យថាយើងយកត្រឹម180នៅក្នុង title 180តួអក្សរណាចុះបងប្អូនអាចកែកុនត្រឹមដាក់100 150អីស្អីចិត្តទេអញ្ចឹងណាហើយយើង save វាមកហើយយើងបើកប្រើធម្មតាអញ្ចឹងមកអត់ពិបាកទេឆ្ងល់អីផ្សេងៗអាចសួរខ្ញុំបន្ថែមបានសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនច្រើនតាក់ទងជាមួយនឹងការដោនមួយ Instagram និងការកែកុន caption អីផ្សេងៗហ្នឹងទៅបាទអរគុណច្រើនយើងនឹងមានការអាប់ដេតបន្តទៀតណានឹងអរគុណមានចង្អុលអាចសួរបាន